ស្នាក់នៅអត់តែនឹងបាច់ថ្លៃឲ្យម៉ែណោះមិនថ្លៃប្រហែលទេកូនអើយកូននេះចាមើលជូនគៀននោះឲ្យបានស្អាតផងទៅកូនហើយប្រយ័ត្នតិចណាចាម៉ែលោកសុំទោសលោកបានមកនេះទេណាមីងអញ្ជើញធ្វើទៀតចុះសុំទោសណាចាមិនអីទេកូននេះខ្លួនយើងជាស្រីមិនត្រូវសម្លឹងគេមិនដាក់ភ្នែកអញ្ចឹងទេវាមិនសមដឹងទេចាំម៉ែឲ្យកូនសុំទោសតើខំធ្វើការទៅធ្វើការលឿនទៅធ្វើការទៅចាំម៉ែលោកមិញឃើញចំណាស់មែនតែសមណាស់ម៉ែណោះស្អាតណាស់កាត់ទៅណាមីងចេញគួយសិនទៅណែអង្គុយមកណាមីងចាអរគុណហើយលោកខ្ញុំឈរបានហើយអង្គុយទៅចាំនិយាយគ្នាមកសុំចេញមកអង្គុយទៅនាងនាងជាកូនស្រីរបស់ណាមីងមែនទេចាជាកូនស្រីច្បងខ្ញុំលោកឪពុករបស់នាងនៅទេនៅលោកណាមីងចាំខ្ញុំមកផ្លែណាចាំខ្ញុំទៅរកខោអាវយកមកឲ្យមីងបងអូនចាលោកខ្ញុំអរគុណហើយលោកកុំអរគុណអីណាមីងនេះគឺជាកម្លាំងញើសរបស់ណាមីងតានិយាយអញ្ចឹងណាមីងមានកូនប្រហែលអ្នកដែរទាំងអង្គ7នាក់តែស្លាប់អស់2នាក់ហើយគ្រួសារធំដែរតាឪពុករបស់នាងធ្វើកាយដែរចាអ្នកផ្ទះខ្ញុំគាត់ធ្វើជាជាងនៅរោងដំបាញតែឥឡូវគាត់ឈឺយប់ឡើងគាត់ទៅយាមឃ្លាំងឲ្យគេគួរឲ្យអាណិតគាត់ណាហើយណាមីងនិយាយថានាងជាកូនស្រីច្បងមកអស់មែនទេចាលោកចាខ្ញុំជាកូនស្រីបងហើយខ្ញុំមានបងប្រុសម្នាក់ទៀតគាត់ឈ្មោះវណ្ណាកូននេះថ្ងៃនេះមានតែខោអាវប៉ុណ្ណឹងទេចាំអាទិត្យក្រោយប្រហែលជាមានច្រើនជាងនេះទៀតចាលោកអញ្ចឹងលោកឲ្យខ្ញុំយកមកជូនលោកនៅថ្ងៃណាដែរអូថ្ងៃច័ន្ទចុះក៏បានខ្ញុំអរគុណលោកហើយអញ្ចឹងខ្ញុំជម្រាបលាលោកសិនហើយបានជើញ
កូននេះសំពះលីលោកតកូន ចាលោកខ្ញុំជម្រាបលាសិនហើយ ថ្ងៃក្រោយអ្នកមីងមិនច្បាច់អីគួរសមដំឡើងពេកទេណាព្រោះថាខ្ញុំជំនួសធម្មតាទេ កូននេះឆាប់មក ចាំហើយនេះហើយលោក ខ្ញុំជម្រាបលាលោកម្ដង បាទ ទៀត ជិញ្ចោះ ខ្ញុំជម្រាបលាហើយ បាទ កូននេះកូនឯងចាំម៉ៃនៅខាងក្រៅមុនទៅណា ចាំហើយ តោះ បន្ទប់លោកនឹងស្អាត លោក ណាស់ គង់រៀបសារណាគឺ ក្នុងសុបិនក៏ស្មានមិនដល់ជួបអូនបងសែនកងវល់រឹកនឹកដល់អនុសាស្នាមស្នេហ៍អភពឲ្យយើងប្រត់ប្រាស់គ្នាតែពេលបានជួបពុំបែងដងរៀមរាប្រែជាស្រស់ថ្មីក្រវ៉ាន់ក្រពុំបងសូមបីបងនិសាបងសូមផ្ដិតភ្នំរៀងរាល់ទិញរីត្រីអាណិតស្រឡាញ់តែពិសេសអូនប្រៀបដូចម្ចាស់ក្សត្រីក្នុងដួងហរទេអាណាចក្រស្នេហ៍រាជជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្ម័គ្រមកឬទេបើអូនប្រណីព្រមថាស្នេហ៍បងនឹងថ្នមរសាថាក្រវ៉ាន់មានមេនោះមរណានិស័យស្នេហ៍បងហើយនឹងអូនស្នេហ៍ស្មងស្នេហ៍នោះថ្ងៃសូនរួមសាងជាក្បូនស្នេហាអូនខ្ញុំអរគុណលោកច្រើនណាស់ដែលបានចំណាយពេលវេលាមកជួបពិភាក្សាជាមួយខ្ញុំបែបនេះហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយក្រុមហ៊ុនយើងនឹងសហការជាមួយគ្នាបានល្អប្រសើរ បាទខ្ញុំក៏សង្ឃឹមចឹងដែរ បាទអរគុណជំរាបលា អរគុណ អរគុណ អញ្ជើញលោក បាទ វ៉ានីមកអង្គុយមកនេះមករកខ្ញុំហ៎ញ៉ាំទឹកសុទ្ធឬក៏ទឹកក្រូចណា ចា បងសុំទឹកក្រូចមួយកែវមកនេះអាវខ្ញុំតានេះ អូខ្ញុំថាដាក់អាវនេះខ្ញុំផ្លេចដាក់អាវនេះចេញខ្ញុំថាយកវាទៅបោក អូនទឹកក្រូចញ៉ាំទៅ ចាអរគុណ បានហត់ហើយនៅ ចាបាត់ហត់ហើយ ហើយមានការអី អូនេះលោកផ្លេចផ្លាក់ដៃនៅក្នុងហាប៉ៅអាវខ្ញុំយកមកជូនលោកវិញក្រោយលោកប្រយ័ត្នតិចណាព្រោះផ្លាក់ដៃនឹងធំណាស់ហើយក៏ថ្លៃណាស់ដែរ ខ្ញុំអរគុណនាងហើយដែលយកមកឲ្យខ្ញុំវិញចាំខ្ញុំឲ្យរង្វាន់នាងណា អូមិនអត់ទេលោកអត់អីទេអត់ទេខ្ញុំអត់ត្រូវការទេ ហេតុអី ខ្ញុំយកមកជូនលោកដល់ចិត្តស្មោះមិនមែនចង់បានរង្វាន់នោះទេការប៉ិនខ្ញុំអាណិតលោកណាបើបាត់ផ្លាកដៃនេះទៅលោកពិបាកចិត្តប៉ុណ្ណាព្រោះអីលោកពាក់ផ្លាកដៃនេះទៅស្អាតណាស់ ក្នុងសុបិនក៏ស្មានមិនដល់ អញ្ចឹងក៏បានដែរចាំខ្ញុំទៅបន្ទប់យកអាហារនេះមកទៀតណា រឹកនឹកដល់ គឺយកទៅបោកបន្ថែមទៀត ចា ស្នាមស្នេហ៍អភពឲ្យយើងក្រត់ប្រាស់គ្នាតែពេលបានជួបគ្នាបែងដងរៀមរាប្រែ
ជាស្រស់ថ្មីរវល់ប្រពំនឹងអូនស្នេហ៍ស្មងស្នេហ៍លុះថ្ងៃសូនរួមសាងជាក្បូនស្នេហាអូនខំតស៊ូព្រមក្នុងសុបិននេះឲ្យប្រឡាក់ជួយតបងទៅចាអូមិញខ្ញុំបញ្ញាពេកផ្លេចយកកាអាដែលបើករួយមកបានអត់ទេអរគុណលោករាជនីដួងចិត្តបងពិតស្នេហ៍ស្ងួននេះគឺជាថ្លៃបោកអាលើកនេះយកទៅលោកជាច្រើនជាងអូនឯងលោកច្រើនស្អីយកទៅនីសាបងសូមប្រកបបើជាថ្លៃបោកអាខ្ញុំយកអញ្ចឹងចាំជម្រាបលាសិនហើយណាទៅចុះអាណិតស្រឡាញ់ហើយឪពុកម្ដាយរបស់នាងសុខសប្បាយទេតែពិសេសសុខសប្បាយទេអូនប្រៀបដូចម្ចាស់ស្ត្រីក្នុងដួងហឫទ័យខ្ញុំលេងសិនហើយណាទៅចុះស្នេហ៍រាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្មឹងបងឬទេបើអូនមិនដឹងថាស្រស់នឹងនួនអូនព្រមស្មឹងបងឬទេមីងមានការអីដែរទៅខ្ញុំសូមអរគុណលោកដែលលោកបានផ្ដល់លុយកាក់ជាច្រើនដល់គ្រួសារខ្ញុំគុណស្រ័យអីទេណាមីងអើយខ្ញុំជមានបន្ទានម្ដងខ្ញុំចង់ឲ្យក្មេងៗវាសប្បាយម្ដងណាមីងចាំឲ្យហូតទៅភ្នែកកុំជុំអីណាណាមីងរបស់របរដែលខ្ញុំជូនគ្រួសារណាមីងខ្ញុំជូននៅសិទ្ធិជនកុំភ្លេចយកការរបស់ខ្ញុំទៅបោកផងណាចាស់លោកខ្ញុំមានណាត់ជាមួយគេបន្តិចទៀតនេះបើចង់និយាយអីចាំនិយាយថ្ងៃក្រោយចុះខ្ញុំទៅសិនហើយណាអរគុណលោកហើយបាទអរគុណខ្ញុំនិយាយសិនហើយណាមីងចាអញ្ជើញលោកលើកទី1ហើយដែលខ្ញុំជួបមនុស្សល្អបែបនេះហេតុអីក៏គេល្អនឹងគ្រួសារខ្ញុំម្ល៉េះតើខ្ញុំបានអីសុំគុណគេឲ្យសមទៅនាងនៅក្មេងសេចក្តីណាស់នាងស្លូតបូតគួរឲ្យស្រឡាញ់ចរិតរបៀបនាងខ្ពង់ខ្ពស់ណាស់មិនសមរម្យនៅក្នុងគ្រួសារតបចាក់ដូច្នេះឡើយនាងគួររស់នៅទីកន្លែងដ៏ប្រណិតមានស្រីស្លំក្រមការនិតបំរើអោម្ចាស់ស្ត្រីដ៏តូចឆ្លងរបស់ខ្ញុំអើយខ្ញុំកំពុងតែវង្វេងនឹងសម្ផស្សដ៏ឆាតឆាយរបស់នាងហើយម្ចាស់ចិត្តដ៏តូចឆ្លងតើនាងព្រមទទួលយកការស្រឡាញ់ពីបងបានទេមួយជីវិតនេះគិតតែពីធ្វើការងារធ្វើមិនចេះអស់មិនដែលបានគិតពីរឿងផ្ទាល់ខ្លួនសោះបើសិនជាខ្លួនស្លាប់តើមានប្រយោជន៍អ្វីព្រោះសេចក្តីសុខផ្ទាល់ខ្លួនពុំដែលបានទទួលផងនោះខ្ញុំគួរបណ្ដោយតាមមនុស្សចិត្តរបស់ខ្លួនម្ដងទៅឬយ៉ាងណាតើខ្ញុំត្រូវជួយក្មេងស្រីនោះដោយរបៀបណា
ចូលចាំណាគេនឹង Hello តែចាំណាដែរអញ្ចឹងហ៎អូខេខ្ញុំមានការនឹងធ្វើចានេះនឹងយកលុយនេះទៅអត់មានអីត្រូវយកផងយកទៅទុកចាយទៅអីទៅពេលនេះអ្វីក៏រលាយទៅអស់ហើយដែរសង្គ្រាមទេអូនវាស្ងួនជឿចាំបងជុំរូបបងនេះគឺជាមរំជាសំដងឲ្យអូនមិនដឹងថាបងកំពុងតែខ្វាយស្ទើរតែចង់ឈួតទៅហើយព្រោះតែរឿងអូនបងនេះជាកំហុសបងដែលមិនមានសារភាពពីចិត្តដែលស្រឡាញ់ប្រាប់អូនឲ្យបានដឹងមុនពេលដែលមានមនុស្សម្នាក់ជឿចូលមកក្នុងចិត្តរបស់អូនឥឡូវនេះចង់ធ្វើអ្វីក៏ពុំពេលអស់ហើយដែរបងមានតែការខកឈឺចិត្តតែម្នាក់ឯងតែប៉ុណ្ណោះពេលនេះអូននៅណាហើយកំពុងតែធ្វើអីអានេះសង្គ្រាមទេអូនស្មុំជឿចិត្តបងជុំរូបបងនេះបាទរូបនេះគឺជារូបស្ដេចស្រីទី1នៃនគរគោកធ្លកគឺព្រះនាងលីវីជីហើយរហូតដល់បច្ចុប្បន្ននេះព្រះនាងលីវីជីមានឈ្មោះល្បីល្បាញជាអ្នកដឹកនាំស្ត្រីដល់ប្រកែណាចាហើយនេះគឺជារូបព្រះបាទជាវរ្ម័នទី7បាទនៅខាងទៀតក៏អស្ចារ្យដែរព្រះបាទជាវរ្ម័នទី7គឺជាស្ដេចមួយអង្គដែលខ្លាំងក្លាហើយព្រះអង្គបានកសាងប្រាសាទជាច្រើនដូចជាប្រាសាទអង្គរធំនិងប្រាសាទដទៃទៀតជាច្រើនហើយនេះគឺជារូបព្រះអគ្គមហេសីពេលដែលយាងមកកសាងស្រះស្រង់ណាព្រះអគ្គមហេសីរបស់ព្រះបាទជាវរ្ម័នទី7យាងមកកសាងស្រះស្រង់ដោយមានស្រីស្នំអស់មកជាមួយយ៉ាងច្រើនក្នុងការកសាងនេះបាទស្អាតអូយនោះហើយនេះគឺកលាហោមគឺជាមេទ័ពដ៏ខ្លាំងក្លាបាទដែលបានវាយប្រយុទ្ធជាមួយទ័ពសៀមនាសម័យសតវត្សដើមគាត់គឺជាមេទ័ពដ៏ឆ្លៀវវៃរបស់ស្ដេចជ័យជេដ្ឋាហើយនេះគឺជីតាខ្វាំងបាទជីតាខ្វាំងនឹងគឺជាឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនហើយលោកបានប្រសាជឿឯកសារប្រទេសខ្មែរកាលពីសម័យមុនណាចាហើយបច្ចុប្បន្ននេះឯកសារជាច្រើនបានតម្កល់ទុកនៅប្រទេសចិនហើយនេះគឺជាព្រះបាទអង្គឌួងបាទព្រះអង្គគឺជាស្ដេចមួយអង្គដែលមានចិត្តសប្បុរសធម៌ហើយបានកសាងប្រទេសជាតិដូចជាកសាងសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ហើយព្រះអង្គបានបរិច្ចាគប្រាក់ជាច្រើនជួយដល់ប្រជារាស្ត្រក្រីក្រក្រែកជនីដួងចិត្តបងពិតស្នេហ៍ស្ងួនក្រែកជនីដួងចិត្តបងពិតស្នេហ៍ស្ងួនព្រះនាមស៊ីសវ័តកុសមនារីរតន៍ព្រះអង្គគឺជាបិតារបស់ព្រះបាទនរោត្តមសីហនុដែលជាស្ដេចសោយរិញទឹកដីខ្មែរយើងតាំងពីមុនរហូតមកដល់ឥឡូវនេះគឺជាព្រះអាយកោរបស់ព្រះបាទនរោត្តមសីហមុនីដែលជាស្ដេចសោយរិញប្រទេសយើងបច្ចុប្បន្ននេះស្អាតណាស់ហើយរូបនេះគឺជារូបសម្ដេចប៉ែននុកណាកាលពីក្មេងគាត់ជាប្រជាជនក្រីក្រហើយគាត់ខំប្រឹងប្រែងសិក្សាស្រាវជ្រាវឯកសារផ្សេងរហូតសិក្សានៅប្រទេសក្រៅពេលដែលគាត់ត្រឡប់មកវិញគាត់បានបម្រើការរាជការដ៏ខ្លាំងក្លានេះគឺជាសម្ដេចជួនណាតបាទបាញ់កូនតែសម្រាប់ពួកខ្ញុំបានសិក្សាបាទសម្ដេចជួនណាតគឺជាស្ដេចសង្ឃមួយអង្គដែលចេះភាសាជាច្រើនដូចជាភាសាបាលីសំស្ក្រឹតភាសាអង់គ្លេសភាសាបារាំងហ
ហើយជាពិសេសនោះលោកចេះស្ដាប់ភាសាសត្វបានយ៉ាងច្បាស់លាស់ទៀតផងហើយលោកព្រមទាំងបាននិពន្ធនៅវចនានុក្រមខ្មែរយើងតែបានបន្សល់ទុកឲ្យកូនខ្មែរចំនួនក្រោយបានសិក្សាស្វែងយល់ណាទាំងអស់គ្នាលោកគឺអ្នកដែលមានការចិត្តនឹងខ្ពស់ណាស់បាទហើយបន្តទៀតនេះគឺរូបលោកតាក្រមងុយលោកតាក្រមងុយគាត់គឺជាអ្នកតន្ត្រីខាងដេញចាប៉ីដងវែងហើយគាត់ក៏បាននិពន្ធច្បាប់ទូមានជាច្រើនដែលមហាជននិយមចូលចិត្តជាងគេនោះគឺច្បាប់ក្រមងុយ ចា បាទយើងទៅមើលខាងទៀតទៅអញ្ចឹងបាន តាទៅមកទី នេះជារូបជនជាតិភាគតិចនងគួយសម្រែនងជាជនជាតិដែលរស់នៅតាមតំបន់ព្រៃភ្នំហើយរបបចិញ្ចឹមជីវិតរបស់ពួកគេគឺការប្រមាញ់ធ្វើស្រែចម្ការហើយគេក៏មានជំនឿទៅលើរូបិយដូចជាអរុបអរិយអ្នកតាដែលជាជំនឿរបស់ពួកគេណាហើយរូបនេះគឺជារូបបកូនណា អានេះស្អាតណាស់អានេះផ្ទះគេលយដល់ ហើយនឹងរូបមួយទៀតនេះគឺរូបជនជាតិក្រឹងក្រឹងក៏ជាជនជាតិជាតិតិចមួយដែរហើយមុខរបរចិញ្ចឹមជីវិតពួកគេគឺបបបាញ់សត្វនិងធ្វើស្រែចម្ការដូចគ្នាហើយគេមានជំនឿទៅលើអរូបីដូចជាអរូបអរិយអ្នកតាដែលជាជំនឿរបស់ពួកគេណានេះគឺរូបតំណាងឲ្យគ្រួសារសុភមង្គលបាទរូបតំណាងឲ្យគ្រួសារមានសុភមង្គលណាគឺមានឪពុកម្ដាយកូនតូចកូនធំហើយនឹងមានសម្ភារៈប្រើប្រាស់គ្រប់បែបយ៉ាងទាំងអស់បាទហើយបន្តទៅទៀតនេះគឺរូបតារាភាពយន្តបាទនៅទសវត្សរ៍ទី60គឺឆ្នាំ1960ហើយនេះគឺឯកសណ្ឋាននៃកុកខ្មែរនាពេលបច្ចុប្បន្ននេះហើយនេះគឺជាតារាភាពយន្តទសវត្សរ៍ទី90ដូចជាលោកទេពរិនដារ៉ូអ្នកនាងអំពរទេវីលោកយុត្រាឆានីហើយនេះគឺរូបអប្សរាបាទគេឲ្យឈ្មោះថាអប្សរាសំពះអប្សរាសំពះនោះគឺវាមានពីរយ៉ាងគឺអប្សរាសំពះស្វាគមន៍និងអប្សរាសំពះលាហើយរូបនេះគឺរូបអប្សរាសំពះលាណាបាទអប្សរាសំពះលាគឺស្គាល់បែបនេះឯងហើយបន្តទៅទៀតនេះគឺរូបអ្នកចម្រៀងល្បីល្បាញរបស់ខ្មែរយើងគឺរូបលោកជិនស៊ីសមុទ្រនិងអ្នកនាងរស់ស្រីសធាអ្នកទាំងពីរគឺជាអ្នកចម្រៀងដែលល្បីល្បាញនាសម័យមុនប៉ុន្តែក៏បានស្លាប់បាត់បង់ជីវិតទៅហើយប៉ុន្តែចម្រៀងរបស់គាត់នៅតែបន្តរហូតដល់សប្តាហ៍ថ្ងៃនេះគឺល្បីល្បាញមិនសល់សម្រាប់សំវែងកុំសំឬអំពើក្បត់សំកប់ចិត្តស្រីមិនអើយបរិយាយអូនដាទេបងមិនចេញខ្ញុំចុះក្នុងបន្ទប់សិនទេមកអូនចូលមកអូនគួយលេសិនទៅសុកអីបងគ្មានពេលទំនេរនោះទេរវល់តែជួបភ្ញៀវតែរហូតហ្នឹងណែញ៉ាំទឹកសិនចាអរគុណការងារបងរវល់ខ្លាំងណាស់អញ្ចឹងឯងខ្ញុំស្មានតែបងនៅម្នាក់ឯងតែខ្ញុំមកជួយកំដរបងនឹងណាបងអរគុណអូនច្រើនណាស់ដែលគិតដល់បងនេះកាពិផាញ់ខ្ញុំធ្វើយកមកផ្ញើបងព្រោះខ្ញុំគិតថាអ្នកមកពីក្រៅប្រទេសថ្មីអញ្ចឹងប្រហែលជានឹកចង់ញ៉ាំម្ហូបប្រចាំស្រុកយើងនេះហើយអរគុណថ្ងៃក្រោយអូនកុំរវល់អីបងក្រែងចិត្តណាអូនខឹងនឹងបងអញហើយមួយម៉ាត់ណាក្រែងចិត្តពីរម៉ាត់ក្រែងចិត្តនេះបងទុកខ្ញុំជាអ្នកក្រែងហើយមែនទេអត់ទេនេះមកពីបងខ្លាចចិត្តអូនដាឯងតាអូនកុំខឹងអីណាបងចាំអ្នកណានឹងអូមែនហើយបងបានណាត់ជាមួយភ្ញៀវដាក់គេមកតាក់ទងរឿងក្រុមហ៊ុនឥឡូវបងដល់មកហើយតែមិនទាន់ឃើញគេមកទៀតបាញ់ចឹងខ្ញុំមិនរំខានបងទៀតទេខ្ញុំជម្រាបលាបងហើយឲ្យបងសុំទោសផងណារាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរាជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមកពីបងរវល់ការងារពេកដាកុំប្រកាន់នឹងបងអីអូនតែសិនហើយពេលទំនេរអូននឹងលេងបងទៀតអូនទៅបានសុខណាស់
ទៀតហើយណានាងភ្លេចអីហ៎អូនេះទេហ៎ចូលមកនេះចូលក្នុងសិនមក ខ្ញុំមករំខានលោកតែដឹងអី ទេរំខានអីបងរងចាំអូនឡើងផ្សារភ្នែកទៅហើយមកចូលមក ចា ពេលបានជួបពុំងារបេងដងរៀមរាប្រាជាស្រស់ថ្មីខនក្រពុំ នាងខ្ញុំនឹងគ្រួសារសូមថ្លែងអំណរគុណដល់លោកដែលបានផ្ញើសម្លៀកបំពាក់និងនំចំណីសម្រាប់ក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះនាងខ្ញុំមិនដឹងបានអីសងគុណលោកនោះទេ កុំទៅខ្វល់អីរបស់អនុស្សាវរីយ៍បន្តិចបន្តួចខ្ញុំជូននាងខ្ញុំមិនចង់បានគុណស្រ័យអ្វីទេនេះជុំចិត្តខ្ញុំបន្តិចមកនេះមានដឹងថាខ្ញុំគិតពីនាងចាំណាទេនេះនិយាយទៅ នាងខ្ញុំមិនដឹងទេហេតុអីលោកសួរខ្ញុំអញ្ចឹង วันนี้ខ្ញុំដឹងណាวันนี้និយាយត្រង់មកតើនាងគិតខ្ញុំយ៉ាងម៉េចដែរ ប្រហែលជាលោកចង់សួរខ្ញុំថាខ្ញុំចូលចិត្តលោកដែរមែនទេ ពិតមែនហើយ តាមពិតទៅខ្ញុំឃើញលោកគួរឲ្យគោរពនិងគួរឲ្យរាប់អានណាស់ ហើយចង់មានពេលណាដែលនាងគិតពីផ្សេងពីនេះទៀតទេ ផ្សេងហ៎ខ្ញុំគិតថាលោកជាមនុស្សល្អកម្រិតរកបានណា តែប៉ុណ្្នឹងទេ ប៉ុណ្ណឹងហើយអត់គ្រប់គ្រាន់ទៀតទេ ត្រូវហើយខ្ញុំតែងតែគិតថានាងជានារីម្នាក់ដ៏ល្អសម្រាប់ខ្ញុំចំណែកនាងមិនចាត់ទុកថាខ្ញុំជាសុភាពបរិសម្នាក់ទេហ៎ មានតែ ខ្ញុំចង់ទៅអស់សំណើចនៅចម្លើយរបស់នាងទេខ្ញុំមើលតែនាងដូចជាមិនចូលចិត្តខ្ញុំប្រហែលទេ តែខ្ញុំចូលចិត្តលោកមែនទេណា មែនទេ ចា ទូក្នុងសុបិន នាងមិនទេ មិនដល់ តើខ្ញុំស្រឡាញ់នាង អូនបងសែនអងបងនឹកដល់អនុសា ខ្ញុំធ្វើឲ្យនាងខ្លាចហ៎ ចា ខ្ញុំធ្វើនេះព្រោះតែខ្ញុំស្រឡាញ់នាងហើយខ្ញុំកោតសរសើរនាងខ្លាំងណាស់ ខ្ញុំ ខ្ញុំគិតថាខ្ញុំតែវិញល្អជាង នេះនាងតើនាងបំរុងរត់ចោលខ្ញុំដោយសារតែរឿងនេះតាមមែនទេ ចាអត់ទេ អញ្ចឹងនាងខឹងខ្ញុំមែនទេ ទេកុំឲ្យម៉ែគាត់ចាំមើលផ្លូវព្រោះប្អូនមកយូរដែរហើយ ទៅចុះតែទោះជាយ៉ាងណានាងនៅតែជាមនុស្សដែលខ្ញុំស្រឡាញ់ខ្ញុំនឹងមើលថានាងទៅថ្ងៃអនាគតអស់មួយជីវិតណានេះបងស្រឡាញ់អូនដឹងទេនេះ ចា អូនឯងឈប់សិននេះនេះគឺជាកាពិផាវអូនរំលែកទុកឲ្យបងបន្តិចបានហើយណាអូនឯងយកទាំងអស់ចុះព្រោះផ្ទះអូនឯងមានគ្នាច្រើនណាចែកគ្នាញ៉ាំឲ្យបានឆ្ងាញ់មាត់ម្ដងទៅណា ចាលោកបានកាពិនេះពីណាមក គេយកមកឲ្យបងតើអូនទៅផ្ទះចុះកុំឲ្យអ្នកមានរោងចាំមើលផ្លូវ ចា នេះឈប់សិននេះណែខោអាវបោកអូនហើយនេះលុយថ្លៃបោកអូន ចាអរគុណអញ្ចឹងខ្ញុំទៅសិនហើយណា សៃស្នេហ៍បងហើយនឹងអូនស្នេហ៍ស្មងស្នេហ៍លុះថ្ងៃសូមរួមសាងជាបូនស្នេហាអូនខំតស៊ូ នេះណាមីង លោកនេះគឺការបាក់ប្រួយ អរគុណមីងខ្ញុំមានរឿងមួយចង់និយាយជាមួយមីង ចាលោកមានរឿងអីមានប្រសាសន៍មកចោះ ខ្ញុំសុបិនមិនល្អសោះពីការរកស៊ីរបស់ខ្ញុំបារម្ភណាស់ លោកយកសពឃើញយ៉ាងម៉េចខ្លះ
ខ្ញុំសប្បន្នឃើញការរកស៊ីរបស់ខ្ញុំចេះតែខាត់លងចង់អស់ដើមរលីងខ្ញុំគិតថាវាជាការពិតឬយ៉ាងណា បើតាមពាក្យចាស់ៗនិយាយថាយល់សុបិនច្រើនតែផ្ទុយគ្នាបើសិនឃើញអាក្រក់គឺពិតជាល្អហើយអញ្ចឹងការងាររកស៊ីរបស់លោកប្រកាសជារីកចម្រើនទៅមុខហើយ មែនហើយលោកម៉ែខ្ញុំក៏និយាយត្រូវលោកក៏អារម្មណ៍អីណា ខ្ញុំអរគុណហើយដែលជួយលើកទឹកចិត្តខ្ញុំតែយ៉ាងណាខ្ញុំនៅតែគិតមិនអស់ចិត្តដដែលនៅតែស្មុគស្មាញមិនដឹងទេ ឬមួយក៏ ម៉ែនៅឃើញរឿងអី មីងគិតឃើញរឿងអី មិនដឹងថាគំនិតខ្ញុំនេះគិតត្រូវឬខុសទេ មិនអីទេមីងនិយាយមកយ៉ាងណាវាក៏អាចជួយជាគំនិតខ្ញុំបានដែរ ដើម្បីឲ្យអស់សង្ស័យលោកគួរតែទៅអុជធូបបន់ស្រន់នៅព្រះអង្គជ័យព្រះអង្គចងដើម្បីសុំការសន្តោសប្រណីពីព្រះអង្គអីតែស្នេហាមានក្លិនជក់ អូនតែសិនហើយខ្លាចម៉ែគាត់ចាំមើលផ្លូវ ទៅចុះអូនប្រយ័ត្នខ្លួនផងណាបងមិនចង់ឲ្យអូនត្រឡប់ទៅវិញសោះ អត់ទេខូចម្ល៉េះហាប់អីខូច ពីអ្នកនឹងមានរឿងអីចេះមិនក៏ស្និទ្ធស្នាលគ្នាម្ល៉េះគ្មានអីក្រៅពីស្នេហាទេមីងចង់ដឹងរឿងអត់អានេះកជននៅបន្ទប់ជាប់នេះមីងអើយឲ្យចាស់ហើយបែរជាស្រីណាឲ្យក្មេងលហក់មីងអើយណែមីងដូចឪហើយនឹងកូនអញ្ចឹងខ្ញុំទៅសិនហើយបងអាចចង់ដឹងរឿងទេអើយបងអើយបន្ទប់101ហ្នឹងណាបងអើយអានេះកជនណាឲ្យចាស់ហើយស្រីអូយក្មេងអើយក្មេងទៅពុកហើយកូនអញ្ចឹងហើយបងអើយខ្ញុំឃើញពិបាកភ្នែកណាបងអើយណែមកគ្នានិយាយរឿងអីហ្នឹងអូយលោកមេកាខ្ញុំមិនចង់និយាយទេតែខ្ញុំឃើញគោចាស់ចង់ស៊ីស្មៅខ្ចីហើយក៏មកប្រាប់ណែពុកផ្ដេផ្ដាយើងសិតតែជាអ្នកធ្វើការក្នុងហូតែល យើងមិនត្រូវនិយាយដើមភ្ញៀវនោះទេថ្ងៃក្រោយកុំធ្វើអញ្ចឹងទៀតឮទេនាំគ្នាធ្វើការទៅ ចាថាមិនចង់និយាយដែរអាម៉ូតនេះអត់ឈប់សោះប៉ះប្រហែលដងហើយនៅតែនិយាយឈប់និយាយថ្ងៃក្រោយឈប់និយាយទាំងអស់ មីងផលឈប់សិន ចាមានការអីលោក គឺខ្ញុំចង់និយាយពីកូនស្រីមីងហ្នឹងណាឥឡូវគេនាំគ្នាខ្សឹបខ្សៀវពីកូនមីងច្រើនណាមីងមិនត្រូវបណ្ដោយឲ្យកូនស្រីមីងចូលក្នុងបន្ទប់ជានោះទេព្រោះបើតាមខ្ញុំមើលទៅដូចជាមិនសមខ្ញុំប្រតិបត្តិយកប៉ុណ្ណេះកូនគេកូនឯងមីងកំខឹងណាខ្ញុំអរគុណលោកហើយ បើអញ្ចឹងអ្នកមីងទៅធ្វើការចុះ ចាស់លោក ខ្ញុំនឹងនាងរាប់អានគ្នាធម្មតាទេពេលដែលនាងមកម្ដងខ្ញុំទេដែលជាអ្នកខាត់នាងឲ្យនៅនិយាយលេងពីនេះពីនោះជាមួយខ្ញុំមីងកុំបារម្ភអីមីងប្រាប់ខ្ញុំតាមត្រង់មកតើនាងអត់អីទេ ចាមិនអីទេតែខ្ញុំមិនចង់ឲ្យនាងមកទីនេះកុំឲ្យអ្នកផងគេមើលងាយ អញ្ចឹងក៏បានដែរពេលទំនេរចាំខ្ញុំទៅលេងផ្ទះមីងប្រាប់ខ្ញុំមកអ្នកណាគេជាអ្នកនិយាយ ចាអាចជាអ្នកបម្រើការឬអ្នកគ្រប់គ្រងនៅទីនេះតែខ្ញុំសុំលោកកុំទៅសួររឿងរ៉ាវនេះនាំទៅវែងឆ្ងាយទេធ្វើយ៉ាងណាសុំលោករក្សាកិត្តិយសឲ្យកូនស្រីខ្ញុំផងបានទេ បានមីងកំព្រួយខ្ញុំនឹងដោះស្រាយស្អែកនេះខ្ញុំចង់ជួបអានេះបានទេមីងព្រោះខ្ញុំចង់និយាយពីអនាគតរបស់នាង អូខ្ញុំឮវានិយាយថាលោកចង់ឲ្យវាបានរៀនសូត្រនឹងគេ បានពិតមែនហើយណាមីងប្រាប់អានេះផងឲ្យនាងស្លៀកពាក់ចាំខ្ញុំទៅទទួលនៅម៉ោង 8 ដឹងទេមីងមានទ្រព្យសម្បត្តិមួយដ៏មានតម្លៃខ្ញុំនឹងថែរក្សាទ្រព្យនោះឲ្យបានល្អ ចាខ្ញុំអរគុណហើយសូមជម្រាបលា អូនមិនខកផងទេ ចាមែននេះជាលើកទី1ហើយដែលអូនបានមកចង់ខាងខំបែក
កំសាន្ត អញ្ចឹងបងសុខចិត្តថែទាំអូនអស់មួយជីវិតតើអូនសុខចិត្តទេ ស្រពីលពើ មែន គូម្ដងបងផុតទុងមកសៅក្នុងរំចិត្តពើរំរហូតរំថ្ងៃអាទិត្យរំអសិទ្ធទាំងប្រុសស្រីរីត្រីមនោរម្យយើងរូបមានលេយូរបែកវែងរំគ្នារំលេងយើងរំលេងរំឲ្យសប្បាយ ពេលញ៉ាំបាយហើយបងសូមជិះអូនឡើងរំមួយបន់តើអូនយល់ក្នុង រំហើយមិនឃើញមិនទៅផ្លេចកាយខិនខំសិក្សា អរ៉ាបាត់អីបង បន់ធម្មតាបន់ស្រួល ខ្ញុំអត់ចេះផងណា ចាំបងរៀនមកឡើងមក Don't need too much talking without saying anything. All I need is someone who makes me wanna say, take me to your heart, take me to your soul, give me your hand before I'm gone. Show me what love is, I've got a dream. Show me that wonders can be true. They say nothing lasts forever. We're only here today. Love is now or never. Bring me far away. Take me to your heart, take me to your soul. Give me your hand and hold me. Show me what love is. Be my guiding star. It's easy. Take me to your heart. Take me to your heart. Take me to your soul. Give me your hand and hold me. Show me what love is. Be my guiding star. It's ខ្ញុំមិនគួរបង្កើតបញ្ហានេះឲ្យកើតឡើងសារជាថ្មីសោះចិត្តដែលធ្លាប់ស្ងប់ស្ងាត់ប៉ុន្មានឆ្នាំនេះឥឡូវបែរជាពុះគិញជ្រុលឡើងវិញដូចនេះមានសម្ដីខ្លះឪពុកវ៉ាន់នេះគាត់និយាយត្រូវខ្ញុំចាស់ហើយហេតុអីបានជាមកចាស់ចង់ក្មេងស្រីបែបនេះខ្ញុំខ្លួនឯងក៏ស្មានមិនដល់ថាមានរឿងនេះកើតឡើងដែរវ៉ាន់នេះពេលថ្មនេះអូនកំពុងតែធ្វើអ្វីប្រកាសហើយនាងកំពុងគេងនៅក្នុងមុងកញ្ចាស់រស់នៅខ្វះមុខខ្វះក្រោយបងអាណិតអូនណាស់បងជឿថារឿងរ៉ាវដែលបានកើតឡើងនេះធ្វើឲ្យអូនចំបាញ់ចិត្តណាស់មែនទេអូននៅក្មេងអូនបរិសុទ្ធណាស់មិនគួរមកទទួលទណ្ឌកម្មបែបនេះឡើយសង្សារខ្ញុំអើយអីក៏កំសត់ដែរ ទូក្នុងសុបិនក៏ស្មានមិនដល់ជួបអូនបងសែនកង្វល់រឹកនឹកដល់អនុសាស្នាមស្នេហ៍អភ័ព្វឲ្យយើងប្រត់ប្រះគ្នាតែពេលបានជួបពុំងារបែងដងរៀមរាប្រាជាស្រស់ថ្មីរវ័នក្រពុំបងសូមបីបងនេសាបងសូមផ្ដិតភ្នំរៀងរាល់ទិញរាត្រីអាណិតស្រឡាញ់ស្រឡាញ់តាំងពីសេអូនប្រៀបដូចម្ចាស់ស្ត្រីក្នុងដួងហឫទ័យអាណាចក្រស្នេហ៍ ជម្រាបសួរ ខ្ញុំចង់រកលោករីក បាទតើគាត់ស្នាក់នៅបន្ទប់ណាដែរ ខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែដឹងថាគាត់ឈ្មោះវិសារីក ចុះលោកស្រីត្រូវជាអ្វីនឹងគាត់ដែរបាន ខ្ញុំជាម្ដាយមីងរបស់គាត់ អូគឺគាត់ស្នាក់នៅបន្ទប់ VIP អ្នកនាងជូនគាត់ឡើងទៅបានសូមជើញ អរគុណណាស់ អ
ចូលមកវាអត់ដាក់កលឹះទេ រាជជនីដួងចិត្តបងពិតស្នេហ៍ស្ងួនរាជជនីដួងចិត្តបងពិតស្នេហ៍ស្ងួន ក្មួយរីមិនហើយ អូណាមីងអូនយន្ត មិនដែរក្មួយសុខសប្បាយទេ ក្មួយសួរសប្បាយទេចុះហេតុអីជុំម្លេះណាមីង អូមីងចាញ់មកល្ងាច បាទអរគុណ ឥឡូវដូចជាស្គមសប្បាយណាស់នេះ ក្មួយសុខទេ អញ្ចឹង បាទ អូយបងរៀងអូនណានឹកបងឯងសងប់ហើយបងឯងមកសងំអីនៅនឹងបានយូរម៉េចមកបងឯងស្លេកស្លាំងម៉េចបងមានរឿងអីហ្នឹង អត់អីទេជំងឺបងប៉ុន្មានថ្ងៃនេះវាធ្វើទុកណាមីងសូមចេញអង្គុយអូនយន្តមកណាមីងសូមចេញអង្គុយ ក្មួយអើយប្អូនវាចង់មកលេងក្មួយឯងមកដិតហើយមីងក៏ចង់ស្គាល់ខេត្តសៀមរាបដែរទើបមីងជូនប្អូនមកទេ នាំតែលំបាកដល់ណាមីងហើយនឹងអូនយន្តទេហើយតាមផ្លូវយ៉ាងម៉េចដែរណាមីងពិបាកទេ អើមិនអីទេ បងទោះលំបាកក៏អូនត្រូវទៅតស៊ូមកដែរមិនថាអញ្ចឹងឯម៉ាក់ ចា ក្មួយសប្បាយចិត្តណាស់អញ្ចឹងសូមជិះណាមីងលាងដៃលាងជើងសិនទៅចាំក្មួយឲ្យគេរៀបចំបាយជូនពិសា អូក្មួយកុំរវល់អីច្រើនមីងមិនសូវជាឃ្លានប្រហែលទេមីងចង់ដឹងថាសំណារបស់មីងនោះក្មួយគិតយ៉ាងណាដែរព្រោះមីងមកនេះសង្ឃឹមថាក្មួយនឹងឲ្យដំណឹងដល់មីងណា រឿងអីទៅណាមីងក្មួយដូចជាមិនចាំទេ បងរៀងបងញ៉ាំថ្នាំជាប្រចាំហ៎ អត់ទេបងញ៉ាំវាម្ដងមកកាលពេលដែលជំងឺបេះដូងបងវាធ្វើទុក ជំរាបសួរលោកស្រីថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើជាមគ្គុទ្ទេសក៍សម្រាប់លោកស្រីនេះខ្ញុំឈ្មោះថាសំណាងជាមគ្គុទ្ទេសកម្នាក់ប្រចាំខេត្តសៀមរាប ប្រជាជននៅក្នុងខេត្តសៀមរាបយើងនេះមានភាគច្រើនជាកសិករហើយមួយចំនួនទៀតក៏ជាអ្នកធ្វើការរកស៊ីនៅក្នុងទីផ្សារផងដែរហើយក្មេងៗសម័យបច្ចុប្បន្ននេះច្រើនតែធ្វើការនៅក្នុងសន្តាគារទឹកដីសៀមរាបវិស័យឈានមុខគេគឺវិស័យទេសចរណ៍ពីព្រោះមានភ្ញៀវជាច្រើនបានចូលមកទឹកដីសៀមរាបហើយធ្វើឲ្យការកើនឡើងនៃប្រជាជនដែលហូរចូលតាមតំបន់និងពីបណ្ដាខេត្តនានាក៏មករស់នៅកកនៅក្នុងខេត្តសៀមរាប តើប្រាសាទបុរាណអង្គរវត្តមានភ្ញៀវទេសចរមកទស្សនាច្រើនទេ ភ្ញៀវភាគច្រើនការដែលចូលមកដល់សៀមរាបគឺចង់មើលអង្គរវត្តហើយប្រាសាទដែលភ្ញៀវចូលចិត្តច្រើនមកលេងជាងគេនោះគឺអង្គរតូចហើយនិងអង្គរធំអង្គរធំមានប្រាសាទបាយ័នប្រាសាទភិមានអាកាសបាពួនលៀនជលដំរីនិងប្រាសាទសួរព្រាត់ហើយប្រាសាទតាព្រំហើយជាពិសេសផងដែរនោះគឺប្រាសាទបន្ទាយស្រីតែប្រាសាទបន្ទាយស្រីនៅឆ្ងាយពីទីនេះបន្តិចហើយរីឯភ្ញៀវទេសចរវិញកាន់ឡើងជា សូមនាងអធិប្បាយអំពីប្រាសាទអង្គរវត្តឲ្យពួកខ្ញុំបានដឹងផងតើចង់មិនខ្លះទេ ចាប្រាសាទអង្គរវត្តកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី 2 នៅក្នុងនោះគឺកសាងឡើងដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូមានព្រះអាទិទេព3ជាសំខាន់គឺព្រះវិស្ណុព្រះព្រហ្មនិងព្រះសិវៈ តែអាទិទេពទាំង3ហ្នឹងតំណាងឲ្យអីខ្លះដែរ ចាតួនាទីរបស់ព្រះអាទិទេពនីមួយៗគឺព្រះវិស្ណុតួនាទីការពារលោកព្រះព្រហ្មតួនាទីបង្កើតលោកហើយព្រះសិវៈតួនាទីបង្កើតលោកនិងបំផ្លាញលោកផងដែរ ចាស់ចំណែកកម្ពស់ទាំង5នៃអង្គរតើតំណាងឲ្យអ្វីដែរទេ ចាស់គឺប្រាសាទដែលមានកំពូល5តំណាងឲ្យអបទ្វីបទាំង5នៅលើភពផែនដីចាស់ត
តាមសាសនាហិណ្ឌូមានជំនឿថាអាទិទេពគឺនៅលើភ្នំព្រះសម័យដូច្នេះហើយបានជាគាត់សាងអង្គរធ្វើជាកំពូល5ពីព្រោះតំណាងឲ្យភ្នំព្រះសម័យហើយផងដែរនោះបារាយទឹកដែលព័ទ្ធជុំវិញនោះគឺជាមហាសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសម័យពីព្រោះតែព្រះអាទិទេពនៅលើភ្នំកៃឡាសនៅលើភ្នំខ្ពស់ៗដែលមិនអាចមានមនុស្សម្នាឡើងទៅគោរពបានដូច្នេះហើយបានជាស្ដេចនៅក្នុងរាជសូរិយាវរ្ម័នទី2ក៏សាងប្រាសាទអង្គរវត្តនេះប្រៀបដូចជាភ្នំព្រះសម័យដើម្បីគោរពដល់អាទិទេពធំៗទាំង3នោះចា៎ហើយសងខាងផ្លូវនេះយើងបានឃើញរូបយក្សនិងទេវតាទីងាកនៅក្នុងសាសនាឥណ្ឌូបាននិយាយថាយក្សនិងទេវតាព្រោះតែចង់បានទឹកអមฤតដូច្នេះហើយទើបបបួលគ្នាក៏ទឹកសមុទ្រទឹកដោះនេះដើម្បីយកទឹកអមฤតចាស់ពីព្រោះតែការកោប្រើអស់រយៈពេលរាប់ពាន់ឆ្នាំទើបបានទឹកអមฤតឡើងមកប៉ុន្តែយក្សនិងទេវតាមិនបានសោយទឹកអមฤតទាំងនេះទេអ្នកដែលសោយទឹកអមฤតបានគឺរាហូយើងឃើញខ្លោងទ្វារនេះតូចមើលពីចម្ងាយគិតថាមិនអាចចូលបានទេតែការប៉ិនគឺអាចចូលបានខ្លោងទ្វារដែលធំនេះគឺសម្រាប់ការពារកំផែងនគរផងនិងក៏ជាដើម្បីឲ្យដំរីនាំសួយសារអាករឬក៏នាំស្បៀងសម្រាប់ជាដង្វាយព្រះអាទិទេពផងដែរចា៎អានេះ លោកខ្ញុំជំរាបសួរ ហើយអូនមកទីនេះមានការអី ខ្ញុំយករបស់ឲ្យម៉ែ ម៉ាក់ធ្វើការនៅក្រៅមក ចាម៉ែធ្វើការនឹងក្រៅ ហើយសុខសប្បាយទេ ចា សុខសប្បាយទេ ចាសុខ ញ៉ាំភេសជ្ជៈសិនណា អូយខ្លាចម៉ែគាត់ចាំ អញ្ចឹងចាំបងឲ្យក្មេងគេយកទៅឲ្យណាមីណាអ្នកបងអូនជួយយករបស់នេះបន្តិចទៅ បាទសូមយកទៅឲ្យណាមីនៅខាងក្រោមណាបាទតើយើងទៅញ៉ាំភេសជ្ជៈ ចា អ្នកបងអូនសូមគោលការណ៍ពីកែមិនណាយកអត់ចាណាបាទអង្គុយទៅ ចាអរគុណ អង្គុយខាងក្រៅមានខ្យល់ត្រជាក់ស្រួល ចាអរគុណ អរគុណជុលមួយ បាយបងសុំថាអូនមួយមក អត់អីទេចុះអូនវិញ អត់អីទេលោក អូនកុំបារម្ភអីរឿងបងប្រុសរបស់អូននោះបងបានដោះស្រាយរួចសពយ៉ាងហើយឥឡូវបងប្រុសអូនប្រហែលជាទៅដល់ផ្ទះហើយលោកខ្ញុំអរគុណលោកខ្លាំងណាស់ខ្ញុំមិននឹកស្មានថាលោកដោះស្រាយលឿនយ៉ាងដូចនេះទេ សប្បាយទេបើអូនដឹងទេអូនជាទេពធីតាសម្រាប់បងអូនមានចិត្តសប្បុរសអូនហ៊ានទ្រាំនៅការលំបាកគ្រប់បែបយ៉ាងបងអាណិតអូនណាអរគុណបងលោកគឺជាទេវតារបស់ខ្ញុំ
បងហ៊ានធ្វើអ្វីដើម្បីអូនក៏បងសុខចិត្តដែរបងស្រឡាញ់អូនបងគិតដល់អូនគ្រប់ដង្ហើមចេញចូលរបស់បងទាំងអស់ណាកាយប្រលឹងរាជជនីដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្មឹងបងឬទេបើអូនប្រណីព្រមថាស្នេហ៍បងនឹងថ្នមរក្សាថែក្រវ៉ាន់មាសមេលុះមរណានិស័យស្នេហ៍បងហើយនឹងអូនស្នេហ៍ស្មងស្នេហ៍លុះថ្ងៃសូនរួមសាងជាក្បូនស្នេហាអូនខំតស៊ូព្រមគ្រួសារបងសូមថ្នមថែជីវាលងអងសង្ខារទៅគាត់នេះបានวันนี้ស្ដាប់បងណាអូនកុំខឹងនឹងបងអីហើយអូនកុំគិតអីច្រើនពេកពេលបងរំជួលចិត្តខ្លាំងបងទប់ចិត្តមិនបានទើបបងប្រព្រឹត្តអំពើមិនគប្បីរំលងប្រពៃណីចំពោះអូនយ៉ាងនេះសូមអូនអភ័យទោសឲ្យបងផងណាតែបងនឹងរៀបការជាមួយអូនដឹងទេបងត្រូវមនោសញ្ចេតនារបស់ខ្លួនអូទាញអារម្មណ៍របស់បងឲ្យជ្រុលជ្រោះបែបនេះបងសន្យាថាបងនឹងរៀបរយរឿងនេះឲ្យបានស្រួលបួលហើយអូនត្រូវប្រាប់បងប្រុសរបស់អូនឲ្យលាក់រឿងនេះផងក្រែងលំបាកដល់អូនបងនឹងត្រឡប់ទៅអាមេរិកមួយជើងសិនហើយបងនឹងមកវិញបងនឹងរៀបការជាមួយអូនហើយយកអូនទៅនៅភ្នំពេញអូនកុំបារម្ភអីណាឥឡូវអូនយកលុយនេះចាយបណ្ដោះអាសន្នសិនចុះចាំស្អែកបងផ្ញើបន្ថែមទៅឲ្យអូនទៀតអូនជារបស់បងហើយអូនមិនខឹងនឹងបងទេចាំបងណាបងកុំទៅយូរពេកបងត្រូវតែត្រឡប់មកវិញណាដួងចិត្តបងពិតស្នេហ៍ស្ងួនមិនដឹងថាស្រស់នឹងនួនអូនព្រមស្មឹងបងឬទេបើអូនព្រមថាស្នេហ៍បងនឹងថ្នមរក្សា